ប្រធានបទថ្ងៃនេះខ្ញុំចង់និយាយអំពីការវះកាត់ច្រមុះសម្រាប់អ្នកជំងឺដែលគាត់ធ្លាប់ធ្វើការវះកាត់ច្រមុះពីមុនមកច្រើនដងដែលជាហេតុធ្វើឲ្យសាច់ច្រមុះស្បែកច្រមុះរបស់គាត់ស្ដើងខ្លាំងមែនទែនថាតើគាត់គួរធ្វើការវះកាត់បែបណាដែលស័ក្តិសមនឹងលក្ខខណ្ឌរបស់គាត់សម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ដែលជាគ្រូពេទ្យវះកាត់ជំនាញនៅមជ្ឈមណ្ឌលកែសម្ផស្ស KD លក្ខខណ្ឌអ្នកជំងឺដែលគាត់មានបញ្ហាស្បែកច្រមុះស្ដើងខ្លាំងដោយសារគាត់ធ្លាប់ធ្វើការវះកាត់ច្រើនដងពីមុនមកខ្ញុំបានណែនាំអ្នកជំងឺឲ្យគាត់វះកាត់ដោយប្រើប្រាស់កោសិកាផ្សាំផ្ទាល់ខ្លួនរបស់គាត់ទី1យើងអាចមានជាការប្រើប្រាស់ឆ្អឹងជំងឺខ្ចីហើយយើងអាចយកឆ្អឹងខ្ចីស្លឹកត្រចៀកឬក៏ឆ្អឹងខ្ចីជំនីឬក៏យើងប្រើប្រភេទកោសិកាផ្សាំមួយទៀតគឺយើងអាចយកសាច់នៅតំបន់តកៀករបស់គាត់មកធ្វើការវះកាត់ជូនគាត់ហើយកោសិកាផ្សាំមួយទៀតដែលយើងអាចប្រើបានហ្នឹងគឺយើងយកស្រោមសាច់ដុំមកធ្វើការវះកាត់បានហេតុអីបានជាខ្ញុំមិនធ្វើការវះកាត់ដោយប្រើប្រាស់ប្រភេទខ្ទង់ implant ជាស៊ីលីកូនឬកោសតិចសម្រាប់ករណីអ្នកជំងឺដែលគាត់មានសភាពស្បែកច្រមុះរបស់គាត់ស្ដើងខ្លាំងពីព្រោះអីតាមបទពិសោធន៍ខ្ញុំផ្ទាល់លទ្ធផលក្រោយការវះកាត់សម្រាប់ករណីហ្នឹងគឺអ្នកជំងឺគាត់ងាយនឹងមើលឃើញខ្ទង់ដែលយើងដាក់ដោយសារតែស្បែករបស់គាត់ហ្នឹងស្ដើងខ្លាំងតែយើងមើលទៅធ្វើឲ្យលទ្ធផលរបស់គាត់ហ្នឹងរាងអត់ស្អាតអត់ nature ជារួមមកសម្រាប់ស្បែកឬក៏សាច់ច្រមុះរបស់ប្រជាជនអាស៊ីយើងបើថាគាត់មានស្បែកស្ដើងពីធម្មជាតិមកគឺយើងមិនមានសង្កេតឃើញគាត់ភាគច្រើនគឺស្បែកច្រមុះឬក៏សាច់ច្រមុះគាត់ស្ដើងដោយសារតែគាត់ធ្លាប់ធ្វើការវះកាត់ច្រើនដងពីមុនមក